គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារីបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ2018និងទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុន Gap In ដែលកំពុងអនុវត្តការបង្រៀនសិភៅបំណិនជីវិតចំនួន8ចំណងជើងដែលបានអនុម័តដោយក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី25ខែមិថុនាឆ្នាំ2021និងកំពុងដាក់ឲ្យប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សារដ្ឋនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាទូទាំងប្រទេសគម្រោងនេះមានគោលបំណងកសាងជំនាញនិងប្រសិទ្ធភាពរបស់កុមារជាពិសេសកុមារីឲ្យមានទំនុកចិត្តនិងចេះរៀបចំផែនការអនាគតរបស់ពួកគេប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកដោះស្រាយវិសមភាព Gender បច្ចុប្បន្នគម្រោងអប់រំបំណិនជីវិតសម្រាប់កុមារីកំពុងអនុវត្តការបង្រៀនសិភៅបំណិនជីវិត PACE ក្នុងសាលារៀនគោលដៅចំនួន116អនុវិទ្យាល័យនិងវិទ្យាល័យទូទាំង25រាជធានីខេត្តដែលមានសិស្សទទួលផលសរុបចំនួន56,973 នាក់ក្នុងនោះមានសិស្សស្រីសរុប30,538 នាក់គ្រូចំនួន328នាក់ស្រី174នាក់កំពុងបង្រៀនមុខវិជ្ជាបំណិនជីវិតនេះមុខវិជ្ជាបំណិនជីវិតមានសារៈសំខាន់ដើម្បីបណ្ដុះក្មេងស្រីនិងយុវជនឲ្យយល់ដឹងពីខ្លួនឯងឲ្យចេះធ្វើការរក្សាខ្លួនអាចកប់ខ្លួនក៏ដូចជាបន្តនៅអេរិយាបថនិងវិន័យជីវធម៌កាត់កិរិយាថ្លៃថ្នូរដើម្បីរស់នៅក្នុងជីវិតហើយក៏ឆ្លើយតបទៅនឹងនយោបាយអប់រំរបស់រដ្ឋាភិបាលជាពិសេសគឺជំរុញពលិកតែសម្ដេចមហាវត្តស្ដីនាយករដ្ឋមន្ត្រីបានចាត់ចែងបាទគឺការអប់រំកិរិយាបថអប់រំសីលធម៌ហើយខ្ញុំសូមមានថ្លែងពរចំពោះកម្មវិធីបណ្ដុះបណ្ដាលគ្រូបំណិនជីវិតបាទអនុវត្តកម្មវិធីទាំងនៅក្នុងសាលាបឋមសិក្សាក៏ដូចជាទាំងនៅក្នុងសាលាក្នុងវិទ្យាល័យមធ្យមសិក្សាហើយក៏មានឃើញថាបទរឿងទាំង4បាទគឺមានគោលដៅដើម្បីជួយសម្ដែងរងទិសរបស់បាទសិស្សានុសិស្សឲ្យមានការយល់ដឹងទូលំទូលាយពីខ្លួនឯងផងពីមជ្ឈដ្ឋានជំនួយផងហើយក៏សម្រាប់ទិសសម្រាប់ចាប់យកអាជីពការងារបំណិនទាំងអស់នេះមានសារៈសំខាន់ណាស់បាទទាំងសម្រាប់ការងារក៏ដូចជាសម្រាប់ការសិក្សារៀនសូត្រហើយពេលរៀនអស់នេះគឺជួយបាទពន្យល់ឲ្យសិស្សចេះគ្រប់គ្រងអារម្មណ៍ចេះប្រកាន់នៅអេយប័តវិជ្ជាមានហើយចេះសិក្សារៀនសូត្រកាត់បន្ថយបញ្ហាសម្ពាធលើអារម្មណ៍ឬក៏ stress ដើម្បីអាចឲ្យសិក្សារៀនសូត្របានប្រសើរនិងជួយពង្រឹងសមត្ថភាពរបស់ក្មេងស្រីបាទចេះចរចាជាមួយពុកម្ដាយដើម្បីបន្តបំពេញការសិក្សាបាទលើកកម្ពស់តម្លៃនៃការសិក្សាវិបត្តិពោះចំពោះកំពុងអ្នកគ្រូលោកវិទ្យុមន្ត្រីរាជការគណៈគ្រប់គ្រងសាលារៀនក៏ដូចជាអង្គការពេទ្យនិងក្រុមហ៊ុនដូចជា Gap In ដែលបានចូលរួមគ្រប់គ្រងហើយនឹងជំខាងតម្រង់ទិសជីវិតដែលបានចូលរួមក្នុងការអនុវត្តហើយយើងដើម្បីអាចឲ្យការវិនិច្ឆ័យនេះមានប្រសិទ្ធភាពគឺត្រូវបញ្ចូលក្នុងការវិនិច្ឆ័យសិក្សាជាកម្មវិធីទាំងក្នុងម៉ោងនិងក្រៅម៉ោងសិក្សាបាទខ្ញុំគិតថាបំណិនជីវិតផេះនេះគឺវាមានសារៈសំខាន់វាមានប្រយោជន៍សម្រាប់ជួយដល់សង្គមជាពិសេសការទំនាក់ទំនងការផ្លាស់ប្ដូរផ្នត់គំនិតបាទពីអវិជ្ជមានមកវិជ្ជមានបាទជាពិសេសគឺពាក់ព័ន្ធទៅនឹងការចូលរួមធ្វើម៉េចឲ្យសិស្សស្ត្រីហ្នឹងយល់ដឹងពីទូនាទីខ្លួនឯងថាតើខ្លួនឯងត្រូវធ្វើអីជួយសង្គមយ៉ាងម៉េចហើយជួយខ្លួនឯងយ៉ាងម៉េចជួយគ្រួសារយ៉ាងម៉េចហើយចេះជជែកពិភាក្សាគ្នាភាពទទួលបាននូវភាពក្លាហានហ៊ានបញ្ចេញមតិហ៊ានសួរហ៊ានឆ្លើយនិងហ៊ានចូលក្នុងការសម្រេចចិត្តឬក៏ពិភាក្សាផ្សេងបាទជាពិសេសគឺចេះសហការគ្នានៅក្នុងក្រុមយុវជនក្មេងៗរបស់គាត់បាទគម្រោងខេបសាលាយើងខ្ញុំបានសហការបាទរយៈពេល2ឆ្នាំហើយឆ្នាំនេះឆ្នាំទី2
បាទដែលមានសិស្សចូលរួមតាំងពីទី7រហូតដល់ទី10អត្ថប្រយោជន៍វិញឃើញថាសិស្សគាត់មានគំនិតជ្រៅជ្រះជាងមុនតាក់ទងនឹងបំណិនការរស់នៅសម្រាប់កុមារីបាទក្រោយពីអនុវត្តគម្រោងនេះមកអរិយាបថសិស្សស្រីក៏ដូចជាសិស្សប្រុសដែរគឺថាគាត់មានអរិយាបថល្អជាងមុនហើយគ្រូក៏គាត់យល់ដឹងអំពីការងារសិស្សពេញវ័យនឹងច្បាស់ជាងមុនបាទបន្ទាប់ពីកិច្ចការងារសិក្ខាសាលាថ្ងៃនេះទៅសាលាខ្ញុំអនុវត្តតទៅទៀតបាទអត់មានបញ្ឈប់ទេទោះបីជាឆ្នាំក្រោយនឹងថាគម្រោងអត់មានក៏ខ្ញុំត្រូវតែបន្តបរិញ្ញាបត្រដល់សិស្សថ្មីទៀតដែរបាទរយៈពេលដែលខ្ញុំបានចូលបរិញ្ញាបត្រនៅកម្មវិធីបំណិនជីវិត PACE នេះគឺរយៈពេល3ឆ្នាំទាំងឆ្នាំនេះហើយតកតងជាមួយនឹងកម្មវិធីបំណិនជីវិត PACE នេះខ្ញុំគិតថាមានសារៈសំខាន់ដោយសារតែទី1តកតងជាមួយនឹងក្មេងស្រីពីព្រោះថាមេរៀនបំណិនជីវិត PACE នេះឲ្យគាត់យល់អំពីសិទ្ធិរបស់គាត់ដែលជាក្មេងស្រីនៅពេលដែលគាត់មករៀនហ្នឹងទី1អាចឲ្យគាត់នឹងដឹងអំពីតម្លៃរបស់គាត់ថាគាត់ជាស្ត្រីហ្នឹងគឺគាត់អាចទៅសិក្សារៀនបន្តហើយគាត់ជាស្ត្រីហ្នឹងគឺគាត់មានសិទ្ធិទទួលបានការសិក្សាអប់រំឱកាសការងារនិងការសិក្សារៀនសូត្រហ្នឹងមិនត្រឹមតែថ្នាក់ទី12ទេគឺគាត់អាចមានឱកាសទៅសិក្សាបន្តនៅថ្នាក់សាកលវិទ្យាល័យហើយមួយទៀតស្ត្រីក៏មានឱកាសការងារក្នុងការធ្វើការដោយបរិសុទ្ធដែរគឺអាស្រ័យទៅលើចំណេះដឹងរបស់គាត់ចំណង់ចំណូលចិត្តរបស់គាត់និងការបដិញ្ញាចិត្តរបស់គាត់ការរៀនមេរៀនបំណិនជីវិតពិតជាសិស្សមានការចូលរួមខ្លាំងមែនទែនទី1គាត់អាចបញ្ចេញពីសមត្ថភាពអ្វីដែលគាត់មានទី2គាត់អាចធ្វើការងារជាក្រុមហើយគាត់មានភាពក្លាហានក្នុងការសម្ដែងរឿងខ្លីៗហើយប្រស័យតាក់ទងរបស់គាត់គឺក្តោបគ្នាគាត់អាចសង្ខេបនៅខ្លឹមសារមេរៀននឹងមួយប៉ុន្តែគាត់យល់ពីអត្ថន័យនៅក្នុងមេរៀននឹងហើយអាចអនុវត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់បាន